ស្រវឹងជា expression ភាសាបារាំងគេថា ivre ivre អញ្ចឹងពេលដែលយើងមនុស្សម្នាក់ស្រវឹងយើងប្រើជាមួយនឹង verbe être ivre être saoul être bourré b o u 2 r e être ivre être saoul être bourré ទាំង3នាក់ហ្នឹងបកទាំង3នាក់សំទុំទាំង3 expression ហ្នឹងបកប្រែថាស្រវឹងដល់កណាក្នុង expression ហ្នឹងវាមានពាក្យមួយគឺ saoul សរសេរបានពីររបៀបអញ្ចឹងបកប្រែថាស្រវឹងណាហើយមាន expression មួយទៀតដែលយើងនិយាយថាផឹកតាមចិត្តផឹកតតែឆ្អែតតែម្ដងណាផឹកតាមចិត្តតែម្ដងគេថា boire tout son saoul សុំសម្រាប់យើងប្រើជាទូទៅ expression គឺយកមនុស្សទី3យកមកដាក់នៅពេលដែលយើងចង់ប្រើសំដៅទៅលើមនុស្សទី1មនុស្សទី2បានយើងដូរសុងម៉ុងតុងទៅតាមហ្នឹងអញ្ចឹងបើខ្ញុំខ្ញុំថាតែផឹកយកតតែមែនតែម្ដងផឹកតតែអស់ចិត្ត il boit tout son saoul បើខ្ញុំស្ដីឲ្យពួកម៉ាក់ខ្ញុំមិត្តភក្តិខ្ញុំអញ្ចឹងណាmais toi tu bois tout ton saoul toi ton saoul បានថាផឹកតតែលិចលំផឹកតតែស្រវឹងតែម្ដងតែ expression ហ្នឹងពាក្យ saoul ហ្នឹងពីចំនួនដើមអា boit tout son saoul អីហ្នឹងពីចំនួនដើមមិនមែនបានន័យថាស្រវឹងទេបានន័យថាផឹកឲ្យឆ្អែតដល់តែពេលឆ្អែតទៅតែផឹកស្រាទៅវាស្រវឹងហើយអញ្ចឹងអាពាក្យ saoul ហ្នឹងវាคล้ายបន្តិចម្ដងមកមានន័យថាជាស្រវឹងទៅវិញអញ្ចឹងសរុបសេចក្តីមក expression boit tout son saoul សំណួរមហាស័ព្ទ3ដែលប្រែថាស្រវឹងនោះគឺ être bourré être saoul et être ivre ថ្ងៃនេះខ្ញុំបញ្យល់អ្នកទាំងអស់គ្នាអំពី tous les jours ត្រូវហើយការដែលសរសេរ tout គឺអត់សរសេរជាមួយនឹង t o u t ទេគឺសរសេរនឹង t o u s tous les jours ហេតុអី astuce គន្លឹះមួយនៅពេលដែលយើងនិយាយអំពីពាក្យដែលជា pluriel បន្ទាប់ពី tout គឺ tout ត្រូវតែ s អញ្ចឹង tout avec s ប្រើជាមួយនឹងពាក្យ au pluriel ពាក្យដែលសរសេរជាពហុវចនៈ les tous les fruits tous les légumes ណា tout ដល់ tout avec s tous les jours មានន័យថារៀងរាល់ថ្ងៃ tous les jours les élèves commencent le cours à 8 heures ou que tous les matins par exemple les matins donc tous les matins les élèves commencent le cours à 8 heures tous les midis je mange du riz រាល់តែពេល midi គឺខ្ញុំញ៉ាំតែបាយ tous les midis និយាយអំពី toujours ន័យមិនដូចគ្នានឹង tous les jours ចំទីមិនមែនន័យដូចគ្នាចំទី toujours គឺ t o u j o u r s toujours សរសេរជាប់គ្នាម៉ូតែមួយទេមានន័យថា régulièrement ដោយជាប់លាប់ដោយទៀងទាត់ régulièrement toujours ខ្ញុំឧទាហរណ៍មួយពីព្រោះនៅក្នុងប្រទេសខ្ញុំគាត់មានរំពងមូលណាហើយពេលដែលមានប៉ូលីសគាត់មកចាប់ផាកឡានគឺម៉ោងប្រហែលជាម៉ោង8ឬក៏ម៉ោង8កន្លះព្រឹក toujours ណាបានន័យថារាល់ពេលមិនមែនបានន័យថារាល់ថ្ងៃទេបានន័យថារាល់ពេលដែលគាត់មកឈប់ចាំនៅរោងពាន់ហ្នឹងគឺម៉ោងប្រហែលជា8កន្លះព្រឹក toujours ទុកឲ្យពេលវេលាជាអ្នកសម្រេចចុះព្រមលិខិតជាអ្នកសម្រេចអ្វីដែលកើតឡើងអ្វីដែលត្រូវកើតវានឹងកើតដែរអ្វីដែលត្រូវកើតវានឹងកើតដែរអញ្ចឹងយើងមិនអាចធ្វើឲ្យកើតទេពីព្រោះយើងបានខិតខំអស់ពីសមត្ថភាពហើយជាភាសាបារាំងយើងនិយាយថាម៉េចទីមួយយើងថាខ្ញុំខិតខំអស់ពីសមត្ថភាពហើយខ្ញុំបានធ្វើអីដែលខ្ញុំត្រូវធ្វើស្អីក៏ដោយចុះអញ្ចឹងស្អីដែលវាត្រូវកើតឡើងវានឹងកើតដែរ donc advienne que pourra clear គេដែលត្រូវនិយាយណា advienne que pourra ហើយ advienne que pourra បញ្យល់ន័យមកបានថា ce qui doit arriver arrivera ស្អីដែលវាត្រូវកើតវានឹងកើត seul le destin qui décide គឺព្រមលិខិតជាអ្នកកំណត់ណាប៉ុន្តែមុននឹងយើងនិយាយបែបហ្នឹងគឺយើងបានខំប្រឹងប្រែងឲ្យហើយ j'ai fait de tout mon possible j'ai fait de tout mon mieux ឧទាហរណ៍មួយថាដូចគាត់ត្រូវប្រឡងឬក៏ខ្ញុំខ្លួនឯងខ្ញុំត្រូវប្រឡងអីមួយខ្ញុំថា j'ai révisé mes leçons j'ai travaillé dur je suis resté tard dans la nuit chaque nuit je fais que réviser donc advienne que pourra ខ្ញុំខំប្រឹងអស់លទ្ធភាពហើយខ្ញុំរំលឹកមេរៀនមិនឈប់មិនឈរអីចឹងទៅអញ្ចឹងនៅពេលដែលប្រឡងហើយគឺមានតែលទ្ធផលចេញមកយ៉ាងម៉េចគឺបែបហ្នឹងហើយព្រមលិខិតជាអ្នកសម្រេចឲ្យពេលនេះ advienne que pourra